ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះធីម៉ាខ្ញុំជាសិស្សនៃសាលាអង្គរយើងសាខាភ្នំពេញថ្ងៃនេះសាលាអង្គរយើងបានដឹកនាំសិស្សមកទស្សនកិច្ចនៅភ្នំឧដុំខ្ញុំមានមហាសប្បាយចិត្តដែលបានមកភ្នំឧដុំហើយវាជាលើកទី1របស់ខ្ញុំវាពិតជាអស្ចារ្យដែលកម្ពុជាយើងអាចធ្វើរចនាប័ទ្មបែបនេះហើយវាមានរចនាប័ទ្មជាច្រើនដែលតំណាងឲ្យកម្ពុជាយើងតាំងពីសម័យបុរាណHello everyone, my name is Soumithya. I'm a grade 7 student from Kruyong School, Phnom Penh branch. And today our school have arranged a study tour for us. And during the study tour, I've learned about the history of this mountain. ក្នុងដំណើរទស្សនកិច្ចសិក្សានេះខ្ញុំបានស្វែងយល់ច្រើនអំពីភ្នំឧដុង្គដែលខ្ញុំបានដឹងថាចេតិយនៃភ្នំឧដុង្គនេះបានកសាងឡើងនៅពេលណាហើយដើម្បីអ្វី Hello everyone, my name is Sanjani. I'm from class 7A and today I came to Udong to find out about the history and the meaning behind each and every artifact in here. And I found that this place is very meaningful and has a deep sense of history.